បាយការថ្មីមួយអាចធ្វើឲ្យស្ថានភាពសង្គ្រាមនៅមជ្ឈមបូព៌ាកាន់តែតានតឹងរបាយការណ៍ថ្មីពីស្ថាប័នវិភាគយោធាអាមេរិកគឺវិជាស្ថានសិក្សាពីសង្គ្រាមឬ ISW បានអះអាងថារុស្ស៊ីអាចកំពុងលូកដៃក្នុងសង្គ្រាមដោយផ្ដល់ព័ត៌មានសម្ងាត់និងរូបភាពផ្កាយរណបឲ្យអ៊ីរ៉ង់ដើម្បីជួយកំណត់គោលដៅវាយប្រហារលើកងកម្លាំងអាមេរិកនៅតំបន់មជ្ឈមបូព៌ានៅក្នុងរបាយការណ៍ក្រោមចំណងជើងថាបច្ចុប្បន្នភាពពិសេសអំពីអ៊ីរ៉ង់វិជាស្ថាន ISW បានបញ្ជាក់ថាព័ត៌មានដែលរុស្ស៊ីផ្ដល់ឲ្យអ៊ីរ៉ង់អាចរួមមានទិន្នន័យស៊ើបការណ៍ដែលអាចជួយអ៊ីរ៉ង់ស្វែងរកទីតាំងមូលដ្ឋានឬក៏ចលនាកងទ័ពរបស់អាមេរិកនៅក្នុងតំបន់នោះរបាយការណ៍នេះបានកត់សម្គាល់ថាអ៊ីរ៉ង់មិនអាចទទួលបានរូបភាពកាយរណបដែលមានគុណភាពខ្ពស់ដោយខ្លួនឯងគ្រប់ពេលបានទេដូច្នេះការគ្រប់គ្រងពីរុស្ស៊ីអាចមានតួនាទីសំខាន់នៅក្នុងការកំណត់គោលដៅវាយប្រហារព័ត៌មាននេះក៏ត្រូវបានរាយការណ៍ដោយកាសែត The Washington Post ផងដែរ The Washington Post ថែមទាំងបានដកស្រង់ប្រភពដែលដឹងច្បាស់ពីរបាយការណ៍ស៊ើបអង្កេតរបស់អាមេរិកនេះដែលនិយាយថាមូស្គូអាចចែករំលែកព័ត៌មានសម្ងាត់ឲ្យអ៊ីរ៉ង់តាំងពីសង្គ្រាមចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026និងកំពុងបន្តផ្ដល់ឲ្យទោះជាយ៉ាងណាការអះអាងរបស់វិជាស្ថាន ISW របស់អាមេរិកនៅមិនទាន់មានការទទួលស្គាល់ពីរុស្ស៊ីឬក៏ការបញ្ជាក់ពីអ៊ីរ៉ង់នៅឡើយទេអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បានប្រាប់សារព័ត៌មានថារុស្ស៊ីកំពុងសន្ទនាជាមួយអ៊ីរ៉ង់ប៉ុន្តែបានបដិសេធមិនអត្ថាធិប្បាយលើការចោទប្រកាន់ទាក់ទងទៅនឹងព័ត៌មានស៊ើបការណ៍នេះអ្នកវិភាគជាច្រើនបានព្រមានថាប្រសិនបើការចែករំលែកព័ត៌មាននេះពិតប្រាកដវាអាចបង្ហាញថាសង្គ្រាមនៅមជ្ឈមបូព៌ាអាចក្លាយទៅជាការប្រឈមមុខធំរវាងមហាអំណាចយោធាធំៗក្នុងពិភពលោកខ្ញុំរស់សុធាពី News Today NPTV